liệp coi cái thầy cao chạy mấy chẳng cả ba mẹ nào mà chẳng là không nên học tập chiến thủ rồi mình nói rồi rồi bay trong vườn ngày mà có một ngày mà rồi lạc một ngày cho thì họ nhận nó trong ví ngày nó ban đôi thời bà phê bên cái ta cho một tia đấy thì tam đi một chuyện bắp cho đi đọc mùi to dân phải chứ thì rồi ta bảo được cái sai chết cho bên này biết về thành phố này thành bao cả thì biến ta sẽ biết được chất đặc nhiều ai biến từ nệm lên cái áo để họ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានសម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចររបស់សហគមន៍អ្នករត់កាណូតទេសចរចុងគ្នាបើទោះបីតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចុះជួបបងប្អូនសមាគមអ្នករត់កាណូតទេសចរចុងគ្នានៅថ្ងៃសៅរ៍ទី 20 ខែមិថុនាឆ្នាំ 2026 កន្លងទៅសម្ដេចបានរក្សាទុកនៅកំណើនភាគលាភនៃចំណូលពីសេវាទេសចររបស់សហគមន៍អ្នករត់កាណូតទេសចរចុងគ្នាបើទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយដែលការសម្រេចនេះដើម្បីបង្កើនចំណូលជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅថ្ងៃទី 21 ខែមិថុនាឆ្នាំ 2026 អមជាមួយនឹងវីដេអូដែលបានឆជជែកគ្នាជាមួយនឹងប្រជាពលរដ្ឋសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថាក្រោយពីត្រឡប់មកពីប្រជុំនៅសហព័ន្ធរុស្ស៊ីខ្ញុំបានឆ្លៀតឱកាសនាំគ្រួសារទៅជិះកាណូតនៅទន្លេសាបនៅចុងគ្នាខេត្តសៀមរាបតាមការសន្យាជាមួយកូន ក្នុងដំណើរកំសាន្តនោះខ្ញុំក៏បានជួបជជែកជាមួយបងប្អូនតំណាងសហគមន៍អ្នករត់កាណូតទេសចរចុងគ្នាដែលបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏ដូចជាសំណូមពររបស់ពួកគាត់ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចររវាងគ្រឹះស្ថានអង្គរនិងសហគមន៍ជាក់ស្ដែងស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈមបូព៌ាដែលធ្វើឲ្យប្រេងឥន្ធនៈឡើងថ្លៃរាជរដ្ឋាភិបាលបានសម្រេចឲ្យដំឡើងភាគលាភសម្រាប់ផ្ដល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរចុងគ្នាដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងប្រជាពលរដ្ឋនៅក្នុងសហគមន៍និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរខ្ញុំបានសម្រេចឯកភាពជាគោលការណ៍ឲ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរនៅដដែលសម្រាប់ជូនសហគមន៍ទោះជាថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អ្វីដែលជាការស្នើសុំរបស់ខ្ញុំគឺសូមសហគមន៍បន្តការសាមគ្គីរួបរวมគ្នាក្នុងការរៀបចំនិងផ្ដល់សេវាល្អប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរដើម្បីធានាបាននូវទំនុកចិត្តនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនេះ